បាទជំរាបសួរពុកម៉ែបងប្អូនយើងដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook ទាំងអស់ពិសេសសូមគោរពទាំងបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំផុតនៅផ្លូវទៅខេត្តកំពង់ចាមហើយយើងឃើញអំពីជីវភាពរបស់បងប្អូនខ្មែរយើងដែលជាចិត្តលក់ហៅត្រីឆ្អើរលក់មែនទែនយើងឃើញត្រីឆ្អើរនេះស្អាតមែនទែនបាទស្អាតគឺថាមើលទៅគួរឲ្យមានអររសជាតិឈ្ងុយឆ្ងាញ់បាទគឺថានេះត្រីឆ្លាតឆ្អើរភ្លាមតែម្ដងបាទហើយសូម្បីតែបងប្អូនយើងបាទសូម្បីតែបងប្អូនយើងក៏មានអបិយជំនឿដែរនៃការសែនព្រេនទៅតាមជំនឿនៃការលក់ឲ្យថ្មីលក់ដាច់បាទនេះគឺជាត្រីបាទហាត់ខ្លួនសិនទៅបាទអូឆ្ងាញ់មែនទេបាទជួយភ្លាមកំពុងណាបងប្អូនមើលបាទស្រស់ស្អាតមែនទេបាទឆ្ងាញ់មែនទេបាទមើលទៅគួរឲ្យឆ្ងាញ់ឃ្លានមែនទេយើងចង់ដឹងឱកាសលក់របស់ហើយយ៉ាងម៉េចដែរយើងសូមទៅជួបជាមួយលោកយាយដែលមានវ័យចំណាស់ម្នាក់តែម្ដងវាជួយលោកយាយលោកយាយចេញខាងនេះពីមកលោកយាយអត់សមជើងលោកយាយវិញបានតែឆ្អីខ្លាំងបាទចេញបាទគុណទេហើយលោកយាយនេះចៅហើយលោកយាយបាទលោកយាយអាយុប៉ុន្មានហ្នឹងលោកយាយចិត្តជាងហើយលោកយាយបាទហើយលោកយាយលក់ត្រីឆ្អើរដាច់ទេលោកយាយដាច់ណាអត់ដាច់ហើយគេណាអត់ឆ្អើហ្នឹងឯងនិយាយលោកយាយឆ្អើនៅនឹងហ៎លោកយាយអូនោះកន្លែងឆ្អើមិនឆ្អើនេះទិញតែបានទិញតែបានហើយលោកយាយអ្នកខេត្តណាហ្នឹងលោកយាយនៅជឿនេះគេហៅនេះហៅស្រុកអីលោកយាយស្រុកអីលោកយាយស្ពានដែកស្រុកប្រធាហ៎ស្ពានដែកឃុំអីលោកយាយឃុំប្រធាគេណាឃុំប្រធាស្រុកប្រធាហើយថ្ងៃថ្ងៃមានបងប្អូនយើងអីមកសារមកទិញខ្លះហ្នឹងទាំងក្នុងប្រទេសនិងក្រៅប្រទេសលោកយាយគេណាទិញអត់បាទហើយគេគិតជាគីឡូលោកយាយ1គីឡូប្រហែលទៅលោកយាយ1គីឡូមាន100000បាទ1គីឡូមាន100000 2 100000ណាលោកយាយណាបាទមើលយល់ចៅបាទគួរឲ្យសំណោះលោកយាយមែនតើហើយលោកយាយកូនលោកយាយបកើតប្រហែលអ្នកទៅលោកយាយតែ2អ្នកទេស្រីប្រហែលប្រុសប្រហែលលោកយាយស្រីមួយប្រុសមួយហើយចៅប្រហែលនេះយាយស្រីចៅលោកយាយនេះចៅលោកយាយចៅយល់នេះចៅដែរស្អាតមែនទេលោកយាយហើយមានចាប់លោកយាយលក់ត្រីហ្នឹង1គីឡូប្រហែលមកចាប់ពីថ្លៃប្រហែល100,000ជាងឬក៏ក្រោម100,000មានទេចាបាទពី100,000 80000បាទតម្លៃភាគច្រើនបងប្អូនយើងមកពីភ្នំពេញទិញឬក៏អ្នកដែលតាមក្នុងខេត្តយើងទេលោកយាយទិញអញ្ចឹងមានបាទអញ្ចឹងមានបងប្អូនខ្លះនៅអាមេរិកនៅអីទិញមកទិញដែរទិញតែ1គីឡូ 2គីឡូអញ្ចឹងបាទទិញ1គីឡូ 2គីឡូបាទលោកយាយហើយប្រហែលថ្ងៃទៅបាទលោកយាយឆ្អើម្ដងលោកយាយពីថ្ងៃឆ្អើ3ថ្ងៃឆ្អើបាទថ្ងៃណាលក់ដាច់បានឆ្អើតែអត់លក់ដាច់អត់ថ្ងៃនេះបានប្រហែលគីឡូហើយលោកយាយអត់តែបាន1គីឡូទេលោកយាយបាទបងប្អូនធ្វើដំណើរតាមដងផ្លូវឆ្ពោះទៅខេត្តកំពង់ចាមពីកំពង់ចាមទៅភ្នំពេញពីភ្នំពេញទៅកំពង់ចាមបើសិនចង់កាត់នេះហើយបាទមេតាចង់ភ្លក់រសជាតិត្រីលោកយាយពីច្រើនគាត់មាននៅអាមេរិកបារាំងឯសាទិញណាលោកយាយណាបាទពីច្រើនអាមេរិកលោកយាយទិញទៅទាំងគីឡូដែរលោកយាយបាទនេះចៅលោកយាយអូស្អាតមែនទែនចៅលោកយាយមុខស្រស់ចៅមកព្រឹកបាទស្អាតមែនទែនបាទនេះគឺជាជីវិតលោកយាយហើយចិត្តប៉ុន្មាន78នោះយាយ72 73បាទលោកយាយគាត់មុខរបរយល់ចៅបាទនេះគឺជាសង្គមជីវិតពិតរបស់លោកយាយពេលលក់ត្រីឆ្អើរបាទនេះគាត់លក់ដល់កាហ្វេកំប៉ុកបាទនេះគឺជាបងប្អូនយើងអញ្ជើញមើលបន្តទៀតបាទយើងមើលល្អមែនទែនបាទឃើញនេះត្រីអូបាទឃើញឃ្លានមែនទែនបងប្អូនមើលទៅឃ្លានមែនទែនឃ្លានមែនទែនអូត្រីធំហ៎សានមិនធិនមានលុយអីសានមិនធិនទិញ1គីឡូទៅប៉ុន្តែ120000អីបងប្អូនអ្នកមានជីវភាពអីគាត់ទិញល្អ
รอมันเต้นบ้านนี่ไตรกรรมเพียบ โอ้ยังเมื่ออะไรลงเยอะช้าบ้านคือถ้าช้าทีนี้แต่มาร้องมาก็ทำมันเลิกปีนามาเต้ก่อนก็ดาวรถเต็งไตรนี่กระไรช้ากระไรช้าไตรกระไรช้าไตรกัดช้าหมายยังมาเสิร์ฟบอลโอนมืออย่างขนมกราวเตะบานเคยยิ่งจังโอ้นึกสกนึกใส่ยังมันเต้นนะบอลโอนนะรู้นึกกราวเตะนะบ้านได้รู้นึกกราวเตะบ้านโดยเชี่ยอเมริกบารังแคนาดายังบ้านเคยยังเคลียนในสเลโอนึกสกนึกใส่ยังนี่บ้าเศรษฐเพียบบ้านเศรษฐเพียบได้ละบอลโอนอยู่ทั่วตำนาที่พนมเปญเตอร์กงจามปีกับกงจามเตอร์พนมเปญบ้านนี่บ้าปีพนมเปญเตอร์กงจามอันนี้phảiจะบอลโอนยังก็โรติงใส่นั่งติงไตรไอ้กับดังนั้นเหรอบ้านยังมือนี่รอมันเต้นไรช้าเชื่อสกรรมเพียบแต่บองโอนยังก่อนไอ้จะก่อนช่วยจัดมือthìช้ากับดังไอ้ดังthế thìช้าเลยบ่ลูกยี่rồi tin thìช้าลูกยี่ช่วยจัดtin thìช้านะนี่ครับเชียร์รอดยังในก่อนพูดดำน้ำตามดองเพลย์กับtin thìช้าcái đâu tôi thấy tôi vô cái lúc này là cái lỗ mà là tung tung lâu mà đọc ơi cái tôi yên điểmបាទនេះគឺជាទិញត្រីបាទត្រីរបស់ខ្មែរយើងបងប្អូនអាមេរិកនៅបារាំងនៅកាណាដាលក់រសជាតិត្រីយើងឲ្យល្អមែនទែនបាទមើលទៅគួរឲ្យឆ្ងាញ់មែនទែនបាទអរគុណនេះបងប្អូនយើងដែលគាត់ចូលចិត្តរសជាតិត្រីចូលចិត្តត្រីឆ្អើររបស់ខ្មែរយើងឆ្ងាញ់ត្រីខ្មែរឆ្ងាញ់បាទត្រីខ្មែរយើងឆ្ងាញ់នេះក៏ទេសួរបាទខ្ញុំបាទនឹងជាផ្ដិតនៃព្រឹត្តិការណ៍ពិតឲ្យបងប្អូនដែលបានប្រើប្រាស់នៅបណ្ដាញសង្គម Facebook ឲ្យបានមើលថាជីវភាពនៃការរស់នៅរបស់ប្រជាជនខ្មែរយើងខ្លះនេះទៅប្រកបមុខរបរនេះខ្លះទៅប្រកបមុខរបរនោះទៅតាមរៀងខ្លួនបាទពេលនេះខ្ញុំបាទសានមន្ទឿនសូមលំអរកាយគោរពលាតែប៉ុណ្ណេះសិន